Ok, số đây là tiếng Anh này.ថ្ងៃនេះខ្ញុំមាន tip ថ្មីបន្តិចចង់ចែកម្លែកតទៅនឹងកម្មវិធី AutoCAD អញ្ចឹងដូចអ្នកទាំងអស់គ្នាឃើញស្រាប់អញ្ចឹងនៅក្នុង AutoCAD របស់ខ្ញុំហ្នឹងគឺបាត់ toolbar នៅលើអញ្ចឹងយើងអត់មានបង្ហាញ toolbar ទេអញ្ចឹងដើម្បីយើងសូ toolbar មកវិញtoolbar ហ្នឹងមកវិញយើងវាយ command តាមខ្ញុំមកគឺ ribbon ហើយយើង enter អញ្ចឹងវានឹងចេញមកវិញហ្នឹងហើយអញ្ចឹងវានឹងបានបង្ហាញវានឹងសូ toolbar យើងមកឲ្យយើងឃើញវិញហ្នឹងហើយអូខេហើយមួយទៀតតទៅនឹង file name នៅកន្លែងហ្នឹងគឺយើងបាត់ទេអញ្ចឹងណាអញ្ចឹងដើម្បីសូ file name មកបានក៏យើងប្រើ command ដែរយើងអាចប្រើ command op ក៏បានឬក៏យើងចូលមកកាន់នេះ option កន្លែងនេះបានហើយរកយក option ហ្នឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំបាយ command មកលឿនជាងយើងបាយ command op មកហើយយើង enter បន្តទៀតយើងចូលមកមើលកន្លែង display នេះកន្លែង display ហ្នឹងណាយើងមើលនៅលើនេះមកឲ្យមានពាក្យ display យើងចុចកន្លែង display មកហើយយើងមើលមកក្រោមនេះតាម mouse របស់ខ្ញុំហ្នឹងគឺកន្លែងហ្នឹងវាដាក់ថា display file tab អញ្ចឹងយើងគ្រាសកន្លែង display file tab នេះមកហើយយើងចុច apply មកជាការស្រេចហ្នឹងយើងអូខេទៅយើងវានឹងសូមកវិញហើយវានឹងសូ file name ឲ្យយើងឃើញនៅកន្លែងហ្នឹងអញ្ចឹងហ្នឹងអូខេ